បាទខ្ញុំបាទសូមធ្វើការគោរពជំរាបសួរបងប្អូនទាំងក្នុងនិងក្រៅស្រុកទាំងអស់បាទថ្ងៃនេះជាថ្ងៃទី1នៃខែមេសាឆ្នាំ2025បុណ្យប្រពៃណីជាតិបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើងកាន់តែខិតជិតចូលមកដល់ផងដែរហើយនៅខាងក្រោយខ្ញុំនេះគឺជាទស្សនវិជ្ជានៅក្នុងកសិដ្ឋានរបស់ខ្ញុំបាទផ្ទាល់ដែលជាកសិដ្ឋានសហគមន៍សាលា ICI Do យើងមានចិញ្ចឹមដូចជាទាកាប៉ាបាទយើងមានចិញ្ចឹមមាន់ខ្មៅសាច់ខ្មៅរុំខ្មៅដែលមានប្រភេទសេម៉ានីក៏ដូចជាមាន់ដែលមានឈ្មោះថាម៉ុងហ្គោលយូណានកថ្មាត់លក្ខណៈផងដែររួមទាំងយើងក៏មានមាន់សំឡីខ្មៅផងដែរបាទសំឡីសសាច់ខ្មៅផងដែរនិងព្រមទាំងយើងមានមាន់រិស័យបាទដែលមានមាន់ទឿបាទមាន់ទឿផងដែរបាទដូចបងប្អូនដែលបានឃើញជាបន្តបន្ទាប់នៅខាងក្រោយខ្នងខ្ញុំផ្ទាល់ផងដែរបាទអញ្ចឹងដូច្នេះហើយសូមបងប្អូនជួយជូនជ្រាបបាទហើយក៏ដូចជាអំពីនេះរបស់បងប្អូនមេត្តាសូមចូលរួមជួយធ្វើការ share ចែករំលែកដោយសារតែខាងសាលា ICI Do កំពុងតែមានការខ្វះខាតបងថ្លៃភ្លើងបាទបងថ្លៃភ្លើងដោយសារតែការប្រើប្រាស់ភ្លើងមានកំណើនកើនឡើងខុសពីប្រក្រតីដោយសារតែជាងលោកកំពុងតែប្រើប្រាស់ក្នុងការផ្សារដែកកាត់ដែកលក្ខណៈក្នុងសកម្មភាពមួយដែលកំពុងតែកសាងនៅអគារថ្មីដូច្នេះហើយសូមបងប្អូនមេត្តាជួយជាវស័ព្ទពីខាងសាលា ICI Do មានដូចជាព្រៀបបាទព្រៀបដូចជាកងានដូចជាទាកាប៉ាហើយនឹងមាន់សាច់ខ្មៅឆ្អឹងខ្មៅឈាមខ្មៅព្រមទាំងមាន់ទឿផងដែរជាលក្ខណៈប្រភេទសត្វលម្អដែលកំពុងតែមាននៅខាងក្រោយខ្នងរបស់ខ្ញុំដូច្នេះហើយខ្ញុំសង្ឃឹមថាបងប្អូននឹងចូលរួមជួយទិញដើម្បីជាការលើកទឹកចិត្តក៏ដូចជាការគ្រប់គ្រងសកម្មភាពដែលខ្ញុំកំពុងតែធ្វើរាល់ថ្ងៃជាមួយនឹងកូនក្មួយដែលជាកំពែស្នងអាស័យប្រទេសជាតិរបស់យើងទៅតាមរយៈការផ្ដល់ឱកាសជូនគាត់ក្នុងការរៀនភាសាអង់គ្លេសរៀនកុំព្យូទ័រនិងរៀនភាសាចិនព្រមទាំងជួយចែកបង្ហាត់បង្ហាញទៅដល់ពួកគាត់អំពីការចិញ្ចឹមសត្វផងដែរនិងការថែទាំសត្វផងដែរបាទដូច្នេះអ្វីខ្ញុំបានជម្រាបជូនបងប្អូនខាងលើនេះដែលជាកង្វះខាតខាងសាលាសហគមន៍ ICI Do កំពុងតែជួបបញ្ហាចំពោះមុខបាទហើយសាលាក៏កំពុងតែកសាងឥឡូវនេះយើងជួបបញ្ហាការប្រើប្រាស់លើសនៅធម្មពលនៃអគ្គិសនីដោយសារមូលហេតុនៃការកសាងសាលាជាងបងប្អូនជាងលោកគាត់ទៅត្រូវការធម្មពលអគ្គិសនីដើម្បីធ្វើការផ្សារដែកកាត់ដែកលក្ខណៈដែលជាកិច្ចការគាត់កំពុងតែតម្រូវការនេះផងដែរដូច្នេះហើយសូមបងប្អូនមេត្តាចូលរួមជួយទិញជួយជាវក្នុងនៃការជួយជ្រោមជ្រែងក្នុងនៃការជួយឧបត្ថម្ភទៅតាមការធ្វើទីផ្សារជួយទិញសត្វពីសាលា ICI Do ដើម្បីឲ្យសាលាសហគមន៍ ICI Do មានលទ្ធភាពបំពេញនៅការខ្វះខាតបច្ច័យក្នុងការបង់ភ្លើងបាទបង់ភ្លើងនៅខែនេះការប្រើប្រាស់អគ្គិសនីនៅក្នុងសាលាសហគមន៍ IC លោតទៅដល់70,000ជាងបាទដូច្នេះលើសសឹងតែពាក់កណ្ដាលហើយសូមបងប្អូនមេត្តាចូលរួមជួយជាការបរិច្ចាគឬក៏ជួយទិញជួយជាវស័ព្ទពីសាលាសហគមន៍ ICI Do ដើម្បីឲ្យសាលាមានលទ្ធភាពបន្តមានបច្ច័យគ្រប់គ្រាន់ក្នុងការបង់ភ្លើងនិងអាចមានលទ្ធភាពបន្តទៅមុខទៀតជាមួយសហកុំព្យូទ័រភាសាចិនភាសាអង់គ្លេសផងដែរបាទនេះហើយដែលជាអ្វីដែលខ្ញុំកំពុងតែធ្វើការអំពាវនាវដល់ស្វែងរកការជួយជ្រោមជ្រែងការជួយ share ចិត្តរំលែកពីបងប្អូនដើម្បីឲ្យមានឱកាសតទៅមុខទៀតបានហើយលេខទូរស័ព្ទរបស់ខ្ញុំផ្ទាល់គឺ071 654 8565បាទហើយលេខនេះក៏ខ្ញុំបាទធ្វើការប្រើជាមួយនឹង Telegram ផងដែរនិង WhatsApp ទៀតផងបាទនឹងប្រើជាមួយនឹង WhatsApp ទៀតផងបាទអូខេដូចបងប្អូនបានឃើញហើយនៅខាងក្រោយខ្នងនេះគឺជាសត្វដែលកំពុងតែមាននៅលើកសិដ្ឋាននៃសាលាសហគមន៍ ICI Do ផងដែរបាទសូមគ្រប់ជូនពរបងប្អូនទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខគ្រប់ប្រការទាំងអស់សូមឲ្យបងប្អូនជួបតែនៅភាពជោគជ័យទៅលើគ្រប់ភារកិច្ចទាំងបច្ចុប្បន្នក៏ដូចជាថ្ងៃអនាគតគ្រប់ផែនការទាំងអស់ផងដែរបាទលើពីនេះទៅទៀតសូមជូនពរគ្រប់ក្រុមគ្រួសារទាំងអស់ឲ្យជួបតែសិរីមង្គលសុភមង្គលគ្រប់ពេលវេលាសូមឲ្យបងប្អូនដែលជាអាជីវករធ្វើអាជីវកម្ម
កាន់តែមានអតិថិជនកាន់តែច្រើនដែលប្រកបដោយក្តីស្រឡាញ់និងភាពភក្តីស្មោះត្រង់ជាមួយនឹងបងប្អូនទាំងអស់គ្នាផងដែរបាទសូមបងប្អូនមេត្តាចូលរួមចែករំលែកក៏ដូចជាការជួយជាវជួយទិញសត្វពីកសិដ្ឋានរបស់ IC Edu ដែលដូចដែលរូបខ្ញុំបានជម្រាបជូនខាងលើមានទាកាប៉ាមាន់ខ្មៅបាទប្រភេទយូណាននិងសេម៉ានីម៉ុងហ្គោលកថ្មាតមានព្រាបបាទមានមាន់ទឿបាទនេះអ្វីដែលយើងកំពុងតែមាននៅលើកសិដ្ឋាននេះតផងដែរហើយអរគុណណាស់ដែលបងប្អូនបានចូលរួមជួយឧបត្ថម្ភ10000ក្តី5000ក្តី2000ក្តី1000ក្តីដើម្បីឲ្យសាលាសហគមន៍ IC Edu កំពុងតែមានលទ្ធភាពបន្តការកសាងសាលាមួយខ្នងទៀតដែលកំពុងតែមមាញឹកក្នុងការកសាងដែលមានទំហំ15ម៉ែត្រគុណនឹង14ម៉ែត្របាទមានន័យថាមួយបន្ទប់មានទំហំ5ម៉ែត្រគុណ12ម៉ែត្រនិងផ្លូវដើរ2បាទដូច្នេះនៅក្នុងអាគារមួយខ្នងនោះមានចំនួន3បន្ទប់បាទ3បន្ទប់បាទសូមជូនពរបងប្អូនសាស្ត្រថ្មីឲ្យជួបតែសិរីមង្គលទាំងអង្គគ្រប់ក្រុមគ្រួសារទាំងអស់សូមកុំភ្លេចមេត្តាជួយ share ជួយជាសាស្ត្រទៅតាមលទ្ធភាពបងប្អូនអាចធ្វើទៅបានអរគុណ